ចម្រើនពរញាតិញោមប្រុសស្រីគ្រប់គ្នារាត្រីនេះជារាត្រីទី2នៃពិធីបុណ្យសពយាយខ្ញុំគណៈអាត្មាភាពឧបាសិកាជេងអ៊ុនដោយកម្មវិធីនេះដែលអាចប្រព្រឹត្តទៅបានក៏អាស្រ័យដល់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសលោកអ្នកសប្បុរសទាំងឡាយបានចូលរួមឧបត្ថម្ភថវិកាម្នាក់បន្តិចចឹងទៅហើយខ្ញុំគណៈអាត្មាភាពក៏អត់នឹកស្មានថាបានរៀបចំនៅរោងកម្មវិធីក្នុងកិច្ចចុងក្រោយជូនចំពោះយាយនឹងបានល្អប្រសើរបែបនេះដែរទាំងអស់នេះក៏អាស្រ័យដោយការជួយរួមឧបត្ថម្ភពីសំណាក់ពុទ្ធបរិស័ទទូទៅដែលមានសេចក្តីគោរពរាប់អានស្រឡាញ់ខ្ញុំកណាអាត្មាភាពក៏ដូចជាយាយដែលជាជីដូនផងដែរហើយពុទ្ធបរិស័ទចូលរួមទាំងអបាលម៉ានហ្នឹងក៏យើងចាត់ចែងទៅលើចំណែកក្តារមឈូសខ្លះក្តារមឈូសហ្នឹងគឺឧបត្ថម្ភដល់ញោមស្រីនៅខាងសហរដ្ឋគាត់បានចូលរួមចិត្តតែភ្លេចឈ្មោះគាត់ក៏បានអានឈ្មោះគាត់ទេបានចាំហើយផ្កានេះពុទ្ធបរិស័ទចូលរួមអ្នកតិចហ្នឹងគាត់បានចាត់ចែងយ៉ាងល្អហើយនេះពិសេសគឺយើងកំពុងតែធ្វើមេនសម្រាប់បូជាហើយមេនសម្រាប់បូជាហ្នឹងគឺយើងអត់ធ្វើលើកជាមេនដែកអីទេគាត់ថាយើងមានក្រងដែកដែរសម្រាប់គាត់ថាយើងបូជាយើងមិនបានបូជាមានគេហៅថាឡអីទេយើងបូជាដើមចេកប៉ុន្តែយើងមានការចិត្តជាក្បូរក្បាច់រចនាផ្សេងរៀបចំផ្កាស្រស់អីផ្សេងដើម្បីលំអនៅពេលដែលការបូជានឹងតាមពិតទៅការធ្វើបែបនេះវាមិនមានប្រយោជន៍អីសម្រាប់អ្នកដែលនៅមានជីវិតទេញាតិញោមការធ្វើទាំងអស់ហ្នឹងវាអត់មានប្រយោជន៍អីសម្រាប់អ្នកដែលសំទោសការរៀបចំទាំងអស់នេះវាអត់មានប្រយោជន៍អីសម្រាប់អ្នកដែលចែកឋានទៅទេក៏ប៉ុន្តែដោយទឹកចិត្តគោរពស្រឡាញ់កោតក្រែងជីដូនហើយដោយចេះតែនឹកគេថារាប់អានជីដូនរបស់ខ្ញុំកណាត់មកភាពផងគាត់ក៏បានចូលរួមម្នាក់បន្តិចចឹងទៅក៏យើងបានចេញជាសមិទ្ធផលយ៉ាងធំហើយនៅតែថ្លែងអំណរគុណចំពោះញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបទាំងអស់ដែលគោរពស្រឡាញ់រាប់អាននិយាយរបស់ខ្ញុំកណាត់មកភាពខ្ញុំកណាត់មកភាពមិនមានបុគ្គលណាទៀតទេគឺមានតែជីដូនចាស់មួយឥឡូវនេះជីដូនក៏ត្រូវឃ្លាតឆ្ងាយជីដូនបង្កើតតែម្នាក់ត្រូវឃ្លាតឆ្ងាយតាយាយខាងម្ដាយតាខាងម្ដាយយាយខាងម្ដាយបង្កើតឪពុកបង្កើតតាបង្កើតខាងឪពុកក៏ស្លាប់នៅសល់តែជីដូនចាស់មួយទេហើយឥឡូវនេះជីដូនរបស់អាត្មាហ្នឹងក៏គាត់បានដល់នៅមរណកាលហើយអាត្មាក៏បានព្យាយាមសំទុកបំរុងមើលថែគាត់យ៉ាងអស់ពីចិត្តពីថ្លើមតែបើទោះបីជាយ៉ាងណាក៏នៅតែមានសេចក្តីអាឡោះអាល័យចំពោះគាត់អញ្ចឹងពីព្រោះអីធ្លាប់កំសត់កំរោជាពិសេសអនុស្សាវរីយ៍ច្រើនជាមួយយាយហ្នឹងយាយខ្ញុំកណាត់មកភាពហ្នឹងញាតិញោមមានអនុស្សាវរីយ៍ច្រើនណាស់ជាមួយនឹងគាត់ហ្នឹងហើយដូច្នេះហើយទោះបីថាពិចារណាធម៌បែបណាក៏សេចក្តីសោកសង្រេងវាតែងតែមានជាប្រកាសដោយសារតែដិតតាមនៅអនុស្សាវរីយ៍ខ្ញុំកណាត់មកពីភ្នែកទុនណាញាតិញោមហើយញាតិសើបានច្រើនទេផ្ដាសាយហើយស្អកពងកនៅអត់ស្រូវស្រួលខ្លួនផងប៉ុន្តែក៏នៅព្យាយាមរៀបចំកម្មវិធីបុណ្យជូនចំពោះជីដូនឲ្យបាននៅក្នុងពេលវេលាចុងក្រោយរបស់គាត់ការពិតណាស់ការរៀបចំនៅពិធីទាំងអស់នេះវាមិនមានជាប្រយោជន៍ឯណាសម្រាប់អ្នកដែលស្លាប់ទៅហើយទេក៏ប៉ុន្តែវាជាទឹកចិត្តកតញ្ញូជាទឹកចិត្តគោរពស្រឡាញ់ក៏បានព្យាយាមរៀបចំបែបនេះឡើងហ្នឹងហើយប៉ុណ្្នឹងឯងញាតិញោមឲ្យត្រេកអរចុះឲ្យថ្ងៃស្អែកវេលាម៉ោង1វេលាម៉ោងមើលពេលព្រឹកយើងប្រគេនជាគូប្រសង់ម៉ោង8ក៏ត្រូវនិមន្តធម្មកថាសម្ដែងធម៌ទេសនាដែរចាប់ពីម៉ោង8ទៅបានចូលថ្ងៃត្រង់ប្រគេនចង្ហាន់ម៉ោង1ជួបជុំគ្នាម៉ោង3ចាប់ដើមដង្ហែហើយម៉ោង4ក៏ចាប់ដើមអង្គលសពជីដូនរបស់ខ្ញុំកណាត់មកភាពទៅនៅលើមែនហើយចាប់ពីហ្នឹងទៅបានយើងនិមន្តធម្មកថាសម្ដែងធម៌ទេសនាឲ្យរួចចាប់សពគ្រប់ម៉ោង8:00នាទីបានចាប់ដើមរៀបចំបូជាសពជីដូនរបស់ខ្ញុំកណាត់មកភាពផ្ទាល់តែម្ដងដូច្នេះសូមពុទ្ធបរិស័ទទាំងអស់ញាតិញោមដែលមានសេចក្តីស្រឡាញ់រាប់អានក៏អាចចូលរួមស្ដាប់ពធក៏ដូចជាចូលរួមដង្ហែពិធីបុណ្យសពជ័យរបស់ខ្ញុំកណាត់មកភាពឲ្យប្រព្រឹត្តទៅយ៉ាងរលូនបងសូមអធិស្ឋានមិនជាបាននិយាយអីច្រើនទេញោមរឿង
ទាំងបបាក្នុងការនិយាយបន្តិចសូមនមស្ការ